សូមជូនរឿងព្រះនាងម៉ាឡានៅក្នុងព្រះរាជាអាណាចក្រមួយដែលធ្លាប់ពោពេញដោយសំណាក់រីករាយឥឡូវនេះក្មេងៗបែរជាស្ងៀមស្ងាត់ព្រះនាងម៉ាឡាឈរមើលពួកគេដោយក្តីព្រួយបារម្ភក្នុងបន្ទប់ដាក់សៀវភៅអធិបតីច័ន្ទលើករឿងព្រេងបុរាណអំពីសំណោចដែលបានបាត់បង់ព្រះនាងម៉ាឡាស្ដាប់យ៉ាងយកចិត្តទុកដាក់ដោយគ្មានការសង្ស័យព្រះនាងចាប់ផ្ដើមដំណើររបស់នាងដោយមិនស្តាក់ស្ទើរព្រៃអស្ចារ្យពោពេញនៃពន្លឺស្រាលៗទាញចិត្តនាងទៅមុខនាងសន្យាថានឹងរកសំណោចឲ្យក្មេងៗវិញព្រះនាងឈានដល់វាលស្មៅពោពេញដោយពពុះសំណោចភ្លឺថ្លាបាក់សីជាអ្នកអង្កេតព្រៃឈរសង្កេតមើលយ៉ាងស្ងប់ស្ងាត់ពីក្រោយឫសឈើភ្លឺសំផស្សកំពុងលាក់ខ្លួនដោយខ្លាចព្រះនាងនិយាយដោយសំឡេងទន់ភ្លន់ហើយលាតដៃទៅរកគាត់សំផស្សប្រាប់ថាការចាប់សំណោចគឺដោយសារគាត់សោតឯកព្រះនាងម៉ាឡាស្ដាប់យ៉ាងអំណរហើយសន្យាថានឹងជួយគាត់ថោងមន្តអាគមត្រូវបានបើកពពុះសំណោចរាប់រយហោះឡើងកំពក់ព្រៃទាំងមូលភឿចែងចាំងដូចជាផ្ទាំងមាសធំមួយព្រះនាងនិងសំផស្សត្រឡប់ទៅភូមិវិញពពុះសំណោចនៅតែហោះជាមួយពន្លឺកង្អៀតពួកគេចូលរួមសេចក្តីសង្ឃឹមថាសំណោចនឹងត្រឡប់ទៅក្មេងៗពពុះសំណោចបន្តផ្ទុះហើយក្មេងៗសើចឡើងវិញដោយសប្បាយរីករាយព្រះនាងម៉ាឡានៅក្បែរញញឹមយ៉ាងអំណរព្រះនាងជួបសំផស្សជាមួយក្មេងៗពួកគេចាប់ដៃគ្នាហើយសើចឡើងវិញយ៉ាងសប្បាយចាប់ពីថ្ងៃនោះមកព្រះរាជាអាណាចក្រត្រូវបានពោពេញដោយសំណោចនិងមិត្តភាពសាជាថ្មីសូមបងប្អូនជួយចុច Subscribe Channel YouTube ម្នាក់មួយផងដើម្បីទទួលបានរឿងនិទានថ្មីៗមុនគេសូមអរគុណ